និយមន័យសមត្ថភាពគឺជាដំណើរការនៃការអភិវឌ្ឍបងប្រយ័ត្នច្រឡំហ្នឹងអញ្ចឹងបានភាកច្រើនយើងយល់ថាយើងមានសមត្ថភាពយើងឈប់ខុសនិយមន័យហ្នឹងអញ្ចឹងថ្ងៃហ្នឹងខ្ញុំត្រូវបានលោកគ្រូលីហៅមើលឃើញខ្ញុំមានសមត្ថភាពអញ្ចឹងគាត់ត្រូវការខ្ញុំតែខ្ញុំនៅត្រឹមហ្នឹងអត់ No ខ្ញុំត្រូវអភិវឌ្ឍទៀតអភិវឌ្ឍចេញពីត្រូវការទៅអីទៅជាមនុស្សដែលមានសមត្ថភាពដែរតែលែងត្រូវការទៅជាអីវិញលោកលីហៅចង់បានខ្ញុំហើយមិនមែនតែលោកលីហៅចង់បានទេមានអ្នកដទៃទៀតចង់បានដែរអញ្ចឹងខ្ញុំមូទៅមកជំនាញទៀតទៅរកអីលោកលីហៅខ្វះខ្ញុំមិនបានអញ្ចឹងកុំឲ្យយល់ពាក្យច្រឡំថាខ្ញុំមានសមត្ថភាពហេតុអីបានគេមើលរំលងព្រោះសមត្ថភាពយើងនៅមានដែនកំណត់ពាក្យសមត្ថភាពវាវែងដែលទាមទារឲ្យមនុស្សម្នាក់អភិវឌ្ឍមិនអភិវឌ្ឍមួយថ្ងៃទេ